Mình hơi dương chỉ đánh đợt tờ anh miền ca ấy đá bàn chia một đòn đàn đầy rồi bỏ dương bài ní niềng đợt tôi niềng mình ai kích bàn tiệt tí បងបងមើលចុះមានអន្ត្រីគួរឲ្យខ្លាចណាស់វាចង់ឆាប់កូនអណ្ដាកហើយលោកជាមនុស្សអាក្រក់ណាស់អុចអាលអេកអូចចំណែនចង់បំផ្លាញគេលោកមិនសមជាមនុស្សទេរឿងឆាយ៉ានិងអណ្ដាកស្នុកធំនេះទានអំពីបរិសម្នាក់ដែលតែងតែគិតល្អគ្រប់ពេលនេះគាត់មានទ្រព្យច្រើនណាស់ហើយគាត់ក៏មិនដែលបោះបង់ទម្លាប់គិតល្អដូចដើមដដែលនៅក្នុងភូមិពុកសន្យាមកហើយបើនាងប្រកួតខ្ញុំមុខជាមិនឈ្នះទេទី1នាងនោះមានសមត្ថភាពទី2នាងនោះមានប្រាក់ច្រើនណាស់ទី3ប្តីធ្វើការងារល្អមានអំណាចបើបែបនោះកូនមានសង្ឃឹមអីទៅ ពុកមានវិធីហើយ ជំរាបសួរលោកពូមេភូមិខ្ញុំសូមចោះឈ្មោះប្រឡងដេប៉ាក់ផងណា គឺនាងខ្ញុំសូមអភ័យទោសផងចុះណាពេលនេះបែកភាពចុះឈ្មោះពេញអស់ហើយសូមនាងត្រឡប់ទៅវិញចុះ មិនក៏លឿនម្លេះលោកពូមេភូមិអ្នកនាងមានប្រាក់យ៉ាងនេះមិនដឹងថាចោះឈ្មោះប្រឡងធ្វើអីទេគួរតែដេប៉ាក់ជូនលោកមន្ត្រីវិញទៅល្អជាងកាត់ល្អមិនអីទេលោកមេភូមិបើសិនជាមានបែកភាពគ្រប់ហើយនោះខ្ញុំសូមធ្វើជាអ្នកទស្សនាក៏បានដែរ បាទសូមអញ្ជើញនាង គ្រានោះគ្រាន់តែសន្យាចាក់ចេញមីលីក៏បាននិយាយថាកូនមានសង្ឃឹមហើយពុក បាទកូន នៅផ្ទះឆាយ៉ាបងអូនដាក់ពាក្យប្រឡងដេប៉ាក់ក្នុងភូមិមិនតាន់ទេពេលនេះអូនពិបាកចិត្តណាស់ កុំតូចចិត្តអីអូនរឿងនេះមិនមែនជាទីបញ្ចប់នៃឱកាសឯណាផ្ទុយទៅវិញអូនមានសមត្ថភាពអញ្ចឹងអូនមុខជាអាចធ្វើបាននាឱកាសក្រោយៗទៀតប្រកបណា តែបងលើកនេះជាលើកចុងក្រោយភូមិយើងលែងមានការប្រឡងទៀតហើយសម្រាប់ឆ្នាំក្រោយៗនោះ កុំបារម្ភអីជឿបងចុះណាថ្ងៃណាមួយអូននៅតែអាចប្រឡងបានជាមិនខានទេ បងកំពុងតែចង់បង្ហើបប្រាប់អូនថាបងគិតល្អទៀតហើយមែនទេ ការពិបាកចិត្តគ្មានបានផលអីចំណេញទេមានតែការខំប្រឹងនិងត្រៀមលក្ខណៈតែប៉ុណ្ណោះទើបជាការល្អគិតល្អធ្វើល្អទៅណាជឿបងចុះ ចាបងបានចឹងនោះអូនលែងពិបាកចិត្តទៀតហើយជួនគ្នានោះមីងសុផលបានដើរមកនិងបាននិយាយថាគួរឲ្យខឹងណាស់ខ្ញុំខំស្រោតដាក់ពាក្យប្រឡងដេប៉ាតែគ្រប់យ៉ាងបែរជាស៊ីសំណុកសាហាវបែបនេះអ្នកមិញទៅណាមកណាដែរមិនបានជាដើរបណ្ដារអ៊ូបណ្ដាបែបនេះណែក្មួយក្មួយដឹងទេក្មួយមិនចូលប្រឡងជាការត្រូវហើយការប្រឡងនោះណាគេស៊ីសំណុកទេតែបែបណាទៅមិញមានន័យថាលោកមេភូមិត្រៀមអ្នកឈ្នះហើយមែនទេគឺមែនហើយឆ្នាំនេះរង្វាន់ធំនិងជាឆ្នាំចុងក្រោយទៀតហេតុនេះគាត់ទុកតំណែងជូនកូនខ្លួនឯងតែម្ដងទៅពិតជាគួរឲ្យខឹងណាស់ កុំពិបាកចិត្តអីមីងនេះជាវាសនាកំណត់ទៅហើយគ្រប់យ៉ាងបើមិនមែនជារបស់យើងទេទោះខំប្រឹងក៏មិនមានប្រយោជន៍ដែរ ក្មួយនិយាយត្រូវហើយតែថាអ្នកធ្វើខុសមុខជាគ្មានបានសុខទេអូមែនហើយមិញភ្លេចនៅក្រុងគេក៏មានប្រកួតដែរក្មួយទៅដែរទេហ្នឹងជាការប៉ັດមែនក៏អីមិញគឺមែនហើយល្បីថាព្រះនាងជាអ្នករៀបចំទៀតផងក្មួយទៅដែរទេហ្នឹងការប្រឡងទីនោះសក្រិតយុទ្ធធម៌ណាស់បងឆាយ៉ាអូនចង់សាឡបងណាស់ បងត្រៀមតាមអូនចនិចណាអូន អូនអរគុណបងហើយតែបងនៅក្រុងក៏មានចម្ងាយមិនឆ្ងាយដែរអូនទៅជាមួយមីងសុផលក៏បានបងធ្វើការបងចាមែនហើយណែឆាយ៉ាមិនបាច់ទៅទេកុំបារម្ភពេកអីណា តើអូនពិតជាមិនអីមែនណា ចា បើអញ្ចឹងមីងខ្ញុំសូមផ្ញើអូនសន្យាផងណា ចាមិនអីទេចាមិនអីទេបើអញ្ចឹងស្អែកទៅជាមួយគ្នាទៅណាក្មួយស្រីចាមិញបើអញ្ចឹងមិញលាហើយណាស្អែកជួបគ្នាណាក្មួយចាមិញតាមពិតនេះជាល្បិចនេះប៊ុនសែមទេមើលចោះគាត់នឹងមិញសុផលជួបគ្នាកាត់ផែនការមុនថ្ងៃកំណត់មកដល់ទៀតហើយនៅចុងភូមិ នាងបោកបិឆោតនាងសន្យារួចហើយមែនទេ ចាអ្នកប្រុសគឺរួចរាល់អស់ហើយតែផែនការបន្តនោះខ្ញុំគួរធ្វើបែបណាទៅខ្ញុំដូចជាភ័យណាស់ ភ្លេចហើយមែនទេមាសនោះអីបើចង់មានបានធ្វើតាមខ្ញុំទៅនាំនាងសន្យាតាមផ្លូវព្រៃចុះទីនោះមានចោលបើបែបនោះវានឹងជួបភ័យ
ចង់ដឹងថាអាប្តីនោះវាគិតល្អទៀតដែរទេតែថាណែមិញណែមិញគឺ មីងកុំខ្លាចអីខ្ញុំមានមាសប្រាក់ច្រើនណាស់ពុកខ្ញុំអំណាចក៏ធំមីងមិនកើតអីទេហើយចៅនោះក៏វាមិនធ្វើអីមីងដែរព្រោះមីងមុខអាក្រក់ណាស់ហាអាក្រក់មែនទេអ្នកប្រុសហើយខ្ញុំនៅក្មេងដែរតើយ៉ាងណាក៏ចៅវាមិនចាប់អារម្មណ៍ដែរមីងវាចាប់អារម្មណ៍តែនាងសន្យានោះទេចាខ្ញុំដឹងហើយអ្នកប្រុសអ្នកប្រុសត្រៀមតែមាសមកបានហើយខ្ញុំនឹងបោកវាឲ្យចៅចាត់ការតែម្ដងខ្ញុំដឹងហើយកុំឲ្យតែខកការទៅបានហើយវេលាមិនយូរថ្ងៃស្អែកមកដល់មីងសុផលនិងសន្យាក៏បានរៀបចំមជុលចេះដើម្បីទៅប្រកួតដេប៉ានៅឯក្រុងតូចហើយអូនទៅហើយណាបងល្ងាចបន្តិចទៅអូនមកវិញបានជូនពរឲ្យអូនឈ្នះការប្រកួតនេះណាមីងក៏ដូចគ្នាដែរជូនពរឲ្យជាប់ទាំងពីរនាក់តែម្ដងចាបងចាក្មួយអរគុណណាស់តោះសន្យាយើងទៅណាចាំមិញក្នុងពេលនោះបរិះម្នាក់ដែលជាមិត្តរបស់ឆាយាបានលបតាមមើលគ្រប់សកម្មភាពទាំងអស់លឺសម្គាល់ដឹងហើយបរិះនោះក៏បាននិយាយម្នាក់ឯងថាអាចឆាយាវាតែងតែគិតល្អហើយវាពិតជាបានល្អមែនតែយើងមិនជឿឯងទេចាំមើលបើប្រពន្ធវាជួបនឹងមេចៅតើវានឹងគិតល្អទៀតដែរទេនិយាយបែបនេះហើយនាយប៊ុនសែមក៏បានចាក់ចេញស្ងាត់ឬក៏បានទៅតាមដានសាច់រឿងបន្តទៀតដែលនឹងកើតចំពោះសន្យានិងមីងសុផលនៅក្នុងព្រៃមីងផ្លូវនេះមិនមែនជាផ្លូវទៅក្រុងតូចទេហើយក្មួយនៅក្មេងក្មួយមិនស្គាល់អញ្ចឹងហើយតែមីងវិញណាស្គាល់គ្រប់ទិសទីទាំងអស់តែម្ដងតែទីនេះស្ងាត់ណាស់ណាមីងហេតុអីក៏ពួកយើងមិនទៅតាមផ្លូវធំតែម្ដងទេអើយមែនហើយនេះមីងអើយមីងច្រឡំផ្លូវតើហើយវាស្ងាត់ណាស់ពួកយើងបកក្រោយទៅមីងខ្ញុំខ្លាចទៅចោះឈ្មោះមិនតន់ណាចាតែថាណែមីងសុផលហាក់កំពុងពន្យាពេលព្រោះគាត់រងចាំដំណឹងរបស់ចៅនោះអីហើយមិនក៏ថ្ងៃនេះគ្មានចៅដែលគេល្បីនោះអញ្ចឹងមីងនិយាយថាម៉េចហ្នឹងណែអើយគ្មានអីទេណាក្មួយដោយការគិតមែននីមេចៅបានចេញមកហើយឈប់សិនអ្នកណាក៏មិនអាចគិតចេញបានដែរមីងបរោះនោះមកទៅកាច់សាហាវណែពួកយើងរត់ទៅហើយតែមីងថាបរោះនោះល្អទេកុំទៅអីណាស្រីចាស់នោះទៅណាក៏ទៅចំណែកស្រីក្មេងមកនៅក្បែរយើងមកប្រុសនេះមាត់ដាច់មែនណយើងខំប្រឆោតនាងមកណែអត់ទេហើយយើងស្អប់ឯងណាស់យើងមិនតន់ចាស់ទេអាឈួតមេចៅត្រជាធ្ងន់មេចៅស្ដាប់មិនច្បាស់ហើយមេចៅនោះក៏បានគិតថាមីងសុផលជាម្ដាយកូននឹងសន្យាថែមទៀតផងហេតុនេះមេចៅក៏បាននិយាយបន្តថាជាម្ដាយកូននឹងគ្នាមុខជាមិនចោលគ្នាទេបានយើងសម្លាប់ស្រីចាស់នេះចោលទៅចុះងាប់ទៅមេចៅកាច់ខុសខើណាស់មើលចោះមីងសុផលមុតមួយកំបិតទៅហើយអូយអើយឈឺណាស់ណាមិញចាំមិនទៅហើយចាមិនក៏លោកធ្វើបែបនេះនាងឯងមកតាមយើងភ្លាមអត់ទេខ្ញុំមិនអាចទៅតាមលោកទេហើយខ្ញុំក៏មិនឲ្យលោកធ្វើអីមីងសុផលដែរតាមពិតមុននេះមីងសុផលចង់បញ្ឆោតសន្យាឲ្យមានគ្រោះថ្នាក់ទេតែទឹកចិត្តល្អរបស់សន្យាបានធ្វើឲ្យមីងសុផលស្ដាយក្រោយជាខ្លាំងអើយក្មួយរត់ទៅអត់ទេមីងខ្ញុំជឿថាពួកចេះមិនមានគ្រោះថ្នាក់នោះទេដោយសន្យានិយាយអញ្ចឹងឆាយាក៏បានមកដល់ល្មមចៅយើងមិនឲ្យឯងរួចខ្លួនទេឯងគឺជាបរិះម្នាក់ដែលល្បីថាគិតល្អនោះមែនទេទោះបីជាឯងជាមន្ត្រីក៏យើងមិនខ្លាចឯងដែរងាប់ទៅឆាយាពូកែទាំងចំណេះពូកែទាំងគុណវិជ្ជាចៅមិនមែនជាដៃគូគាត់ឡើយពេលនេះចៅត្រូវបានឆាយាចង់ជាប់យ៉ាងណែនអស់អីហើយអូនមីងតាមីងយ៉ាងម៉េចទៅហើយមីងអើយក្មួយមីងសុំទោសមីងមិនគួរណានាំក្មួយមកទីនេះសោះមិនអីទេតាមមីងចាំមិនទៅហើយចាប់ខ្ញុំនាំមីងទៅព្យាបាលចុះណាក្មួយអើយក្មួយឯងមិនត្រឹមតែមានទ្រព្យទេថែមទាំងមានទឹកចិត្តទៀត
សំហើយដែលក្មួយល្បីឈ្មោះនឹងជាទីសពប្រតិនៃព្រះរាជានោះ មីងបើតាមខ្ញុំយល់មីងត្រូវបានគេជួលប្រាក់ឲ្យមកធ្វើបាបអូនសន្យាមែនទេ ចាមែនហើយម្នាក់នោះគឺជាមីងសុផលនិយាយមិនតាន់ចប់ផងស្រាប់តែគាត់ត្រូវបានក្របព្រួញហោះមកត្រូវគាត់ស្លាប់ភ្លាមមួយរំពេច មីងមីង បឋមមីងសុផលមីងក្រោកឡើងតើអ្នកណាគេបាញ់មីងតាហេតុអីក៏មិនមានក្តីមេត្តាសោះ អ្នកណាគេហ្នឹងបង្ហាញខ្លួនភ្លាមមកសុំមុខហើយមីងម្នាក់នេះមុខជាក្បត់នរណាម្នាក់ជាមិនខានបានជាគេសម្លាប់បំបិតមាត់បែបនេះ ធ្វើអាក្រក់រាប់រោគជនពីលសំហើយដែលមិញត្រូវបែបនេះនោះនេះបន្សែមក្រោយបំបិតមាត់មិញសុផលហើយនោះក៏បានគេចចេញទៅឆ្ងាយលុះដល់កន្លែងមួយគាត់ក៏បាននិយាយទាំងកំហឹងថា មិនបានជាវាសំណាងម្លេះយើងមិនជឿថាយើងបំផ្លាញអាកិតល្អនេះមិនបាននោះទេវាមុខជាមានថ្ងៃវិនាសជាមិនខាន នេះបន្សែមដើរបណ្ដើរខឹងបណ្ដើរលុះដើរបានដល់ទីឆ្ងាយហើយគាត់ក៏បានលឺស្ដេចអណ្ដើកស្នុកធំបាននិយាយថា បើគុំតែមាននាយឆាយាយើងមុខជាស្លាប់បាត់ហើយមិនតែប៉ុណ្ណោះយើងក៏មិនអាចខ្លាយជាស្ដេចអណ្ដើកបានដែរ ស្ដាប់ឮបែបនេះហើយបន្សែមក៏បានចូលទៅជួបនិងបានសួរថា តើលោកគឺជាស្ដេចអណ្ដើកមែនទេលោកពិតជាហំហានណាស់មែនហើយយើងជាស្ដេចអណ្ដើកតើឯងមានការអីដែរបានជាមកដល់ដែនដីរបស់យើងបែបនេះសុំស្ដាប់ខ្ញុំសិនទេមុននេះលោកនិយាយអំពីអាឆាយាមែនទេជាឆាយាដែលតែងតែគិតល្អនោះមែនទេមែនហើយតើឯងក៏ស្គាល់គេដែរមែនទេគេជាមនុស្សល្អណាស់កាលនោះបើគុំតែបានគេខ្ញុំស្លាប់បាត់ទៅហើយតើមានរឿងបែបណាទៅបានជាលោកគោរពស្រឡាញ់គេម្ល៉េះឆាយាតែងតែនាំឲ្យខ្ញុំគិតល្អល្អថ្ងៃនោះបើខ្ញុំមិនធ្វើតាមគេទេហើយដោះស្នោកនោះចេញឥន្ទ្រីនឹងឆាបយកខ្ញុំយ៉ាងងាយជាមិនខានអស្ចារ្យណាស់ណោះមែនហើយព្រោះស្នោកដ៏ធំនោះឥន្ទ្រីមិនហ៊ានឆាបទេហើយព្រោះតែស្នោកនេះខ្ញុំទទួលបានគោរពពីពួកសត្វនៅក្នុងទឹកច្រើនណាស់ហេតុនេះហើយលោកក៏ខ្លាយជាស្ដេចតែម្ដងព្រោះតែចំណុចពិសេសនេះតើពិតមែនទេមែនហើយ គួរឲ្យអស់សំណើចណាស់មិនក៏ឯងសើចល្ងងមែនអាចឆាយាវាបោកឯងទេបើឯងដោះស្នោកចេញឯងនឹងអាចហោះបានព្រោះឯងជាអណ្ដើកនាគណាឯងចង់ថាឆាយាមិនចង់ឲ្យយើងល្អទើបបោកយើងមែនទេគឺវាមែនហើយឯងកុំល្ងងពេកឯងមិនឆ្ងល់ថាមានស្នុកធំចម្លែកទេអីព្រោះឯងជាអណ្ដើកនាគហ្នឹងណាឯងដឹងផងទៅមានហេតុផលអីត្រូវជឿឯងនោះចុះយើងមានមូលហេតុអីត្រូវកុហកឯងនោះយើងមិនចង់ឲ្យឯងចាញ់បោកវាទេវាសនាឯងអាចអស្ចារ្យជាងជីវិតនៅពេលនេះទៅទៀតឲ្យឆាយានោះអាក្រក់ណាស់គួរឲ្យខឹងមែនបើបានជួបវាកាលណាយើងនឹងសម្លាប់វាចោលហើយ លើបែបនេះហើយបន្សែមអនណាស់ដូច្នេះបន្សែមក៏បាននិយាយថា ខ្ញុំអាចនាំគេមកបានតែលោកគិតបែបណាដែរពិតមែនទេតែឆាយានោះវាឆ្លាតណាស់វាមិនមករកសេចក្តីស្លាប់ទេគ្មានអីពិបាកទេវានោះលោភលន់ណាស់ហើយវាក៏តែងតែមកតាមរកលោកដែរតាមរកមែនទេមែនហើយគឺតាមរកដើម្បីយកសាច់ឯងហ្នឹងណាឯងជាអណ្ដើកនាគបើបានហូបសាច់តើវាមិនអស្ចារ្យទេមែនទេក៏សមហេតុផលដែរបានយើងជឿឯងចូលឯងបញ្ឆោតវាមកយើងនឹងសម្លាប់វាកុំខឹងអីហើយរងចាំទៅនេះចុះណាមិនយូរទេខ្ញុំនឹងត្រឡប់មកវិញហើយ នេះបន្សែមគិតថាទីបំផុតគាត់អាចកំចាត់បរិះគិតល្អបានហើយមើលចុះមិនចាំយូរទេគាត់ទៅបញ្ឆោតនីឆាយានាពេលនេះតែម្ដងនៅផ្ទះឆាយា សូមអបអរអូនប្រកួតដីបាក់ឈ្នះហើយ ចាប់បងអូនអរគុណបងដូចគ្នាបងប៉ັດជាចិត្តស្ងប់និងបង្រៀនអូនបានច្រើនណាស់ បាទអូន ក្នុងពេលនោះស្រាប់តែមានកូនអណ្ដើកមួយក្បាលបានធ្លាក់មកពីលើមេឃនៅចំពោះមុខផ្ទះពួកគេ
បងមើលចាស់មានកូនអណ្ដាតធ្លាក់ពីលើមេឃមកវាមកជាឈឺណាស់ហើយ មិនក៏វាមកដល់ទីនេះហាក់ចម្លែកណាស់បងទៅមើលសិន ជួនគ្នានោះបិសាចអន្ត្រីក៏បានមកដល់ល្មម នាងដើកតូចនាងមិនអាចកិច្ចបានទៀតទេ បងមើលចាស់មានអន្ត្រីគួរឲ្យខ្លាចណាស់វាចង់ឆាប់កូនអណ្ដាតហើយសុំកុំស៊ីខ្ញុំអីមេតាជួយដោះលែងខ្ញុំផងទៅណាពូអន្ត្រី មិនបានទេឯងជាកូនអណ្ដើកដ៏ឆ្ងាញ់យើងមិនអាចឲ្យឯងលបូតពីកញ្ញាំយើងបានទៀតទេតែយើងក៏មិនអាចឲ្យឯងសម្លាប់កូនអណ្ដើកនេះនៅចំពោះមុខផ្ទះយើងបានដែរអូហូឯងក៏ចង់យកវាមកឆាខ្ញីដែរមែនទេកុំសង្ឃឹមឲ្យសោះវាជារបស់យើងទេអន្ត្រីយើងមានសាច់ត្រីល្អពុំនោះទេយើងដូរគ្នាទៅយ៉ាងម៉េចដែរតើជាត្រីកម្រមែនទេបើវាកម្រទើបយើងយកពិតប្រកបណាស់ជឿចោះអណ្ដើកពិបាកបកស្នោកណាស់តែត្រីទេទើបងាយជាងហើយឯងក៏អាចយកវាទៅឲ្យប្រពន្ធកូនឯងបានដែរក៏សមហេតុផលដែរយើងព្រមដោះដូរទៅចុះ និយាយគ្នាត្រូវហើយអន្ត្រីក៏បានយកត្រីនិងហោះចាក់ចេញទៅ បើត្រូវការអីទៀតមកយកទីនេះចុះណាអន្ត្រីដ៏ឆ្លាត តើពួកអ្នកក៏ចង់ឆាខ្ញុំដែរមែនទេខ្ញុំព្រឺសម្បល់ណាអណ្ដាតតូចអ្នកណាថាឆាឯងនោះពួកយើងមកជួយទៅវិញទៅណាម៉ែណាពួកអ្នកល្អណាស់បានចឹងខ្ញុំសូមអរគុណហើយណា តើឯងទៅណានឹង គឺខ្ញុំទៅផ្ទះ កុំទៅតាមនោះអីអ្នកភូមិអាចឆាឯងបានណាចាំខ្ញុំយកឯងទៅដាក់តាមខ្សែទឹកចុះ ម៉ែណាប្រសើរណាស់ខ្ញុំមកជិះទៅដល់ផ្ទះបានលឿនហើយអរគុណហើយណាអ្នកទាំងពីរពិតជាល្អមែនមិនអីទេកូនអណ្ដាតនៅចិត្តមកទៅសំណាងល្អណាស់ចាសូមលីហើយសូមមានសំណាងល្អដូចគ្នាប្តីប្រពន្ធទាំងពីរដាក់អណ្ដាតតាមទឹកហើយក៏បានមកវិញលឺរៀបនឹងជុលសម្រាប់ប៊ុនសែមក៏បានមកដល់ល្មម ជំរាបសួរលោកមន្ត្រីបាទជំរាបសួរណែប៊ុនសែមឯងជាអតីតមិត្តល្អនឹងគ្នាកុំគួរសមអីហើយឆាយាដូចមុនទៅមិនអីទេណាទោះបីថាខ្ញុំមានទ្រព្យតែមានដល់លោកទេហើយលោកក៏ជាទីសព្វតីរបស់ព្រះមហាក្សត្រដែរខ្ញុំមិននឹងអាចមិនគោរពបាននោះមិនអីទេប៊ុនសែមធ្វើដូចទៅពីមុនទៅវាល្អជាងណាអត់ទេអូមែនហើយលោកបានលឺអំពីអណ្ដើកស្នោកធំដែរទេអណ្ដើកស្នោកធំមែនទេតើឯងបានជួបគេនៅណាខ្ញុំខានជួបគេយូរហើយគឺខ្ញុំបានជួបនៅក្នុងព្រៃនៅបឹងធំឯណោះវាថាវានឹកលោកណាស់ជាការពិតមែនទេខ្ញុំក៏នឹកអណ្ដើកដែរតើប៊ុនសែមអាចនាំខ្ញុំទៅជួបគេផងបានទេមានអីបានតាសុំមកតាមខ្ញុំមក បងតើបងនៅទៅក្នុងពេលនេះមែនទេ បានអូនតើអូនចង់ទៅជាមួយបងដែរទេ ចាបងអូនក៏ចង់ជួបអណ្ដាតនោះដែរអូនសុំទៅជាមួយបងផងណា ប្រសើរណាស់អូនតោះទៅមកតាមខ្ញុំមក នេះប៊ុនសែមសប្បាយចិត្តណាស់ម្ដងនេះគាត់បានគិតថាឆាយាមកជាវិនាសក្រោមដៃអណ្ដើកមិនខានឡើយនៅកន្លែងស្ដេចអណ្ដើក លបងអណ្ដើកខានជួបគ្នាយូរហើយខ្ញុំនឹកលបងណាស់ប្រសើរណាស់យើងបានជួបលោកវិញហើយតែម្ដងនេះលោកគំរោះអីហានេះបានន័យថាម៉េចហ្នឹងលបងអណ្ដើកគឺជាថ្ងៃចុងក្រោយរបស់ឯងនឹងនាងសន្យានោះអីអណ្ដើកចាត់ការវាភ្លាមទៅវានេះអាក្រក់ណាស់មិនក៏បន្សែមឯងនិយាយបែបនេះ តើបែបណាទៅវិញទៅបងអូនវល់អស់ហើយ យើងចង់ដឹងណាស់ចិត្តងាប់បែបនេះទៅហើយតើឯងគិតល្អទៀតដែរទេមិនខុសទេខ្ញុំនៅតែគិតល្អដូចដើមយ៉ាងណាក៏មិនប្រែប្រួលដែរយើងពិតជាសរសើរលោកមែនលោកពិតជាចម្លែកខុសពីគេណាស់ហើយក៏មានតែរឿងល្អចូលមកចនិចថែមទៀត ជួនគ្នានោះកូនអណ្ដើកក៏វាលូនចូលមកលោកជាមនុស្សអាក្រក់ណាស់អុចអាលអេកអូចចំណែនចង់បំផ្លាញគេលោកមិនសមជាមនុស្សទេ តើលោកនិយាយស្អីលោកចង់កលាស់សម្ដីមែនទេមិនក៏អានដើកតូចនេះជេរយើងមិនក៏អានដើកតូចនេះវាហ៊ានជេរយើងឯងជឿថាយើងសម្លាប់ឯងទេងាប់ទៅកុំធ្វើបាបកូនយើងឲ្យសោះងាប់ទៅ ស្ដេចអណ្ដើកមិនចាំយូរក៏ប្រើភ្លើងដុតនីប៊ុនសែមស្លាប់បាត់ទៅនេះគឺជាកម្មដែលគាត់ត្រូវសងទៅមិញសុផលវិញ
មនុស្សអាក្រក់អញ្ចឹងមិនសមចូលក្បែរទេអរគុណណាស់ដែលបានជួយកូនខ្ញុំពីសន្តិមន្ត្រីណាបាទអរគុណដូចគ្នា សភាវៈល្អជាមិត្តនឹងសភាវៈល្អនាំគ្នារស់ទទួលសេចក្តីសុខតែសភាវៈអាក្រក់គឺជាមិត្តនឹងសភាវៈអាក្រក់ហើយចុងក្រោយក៏វិនាសផងដែរចាស់កូនអណ្ដែតកូននិយាយត្រូវហើយសេចក្តីល្អនៅតែទទួលបានសេចក្តីល្អតែការច្រណែនគឺជាការដុតចិត្តរហូតដល់វិនាសសាបសូន្យ